បាទជីវីដេអូឆ្លើយតបបងស្រីស៊ីវឡុងនេះបាទគាត់ចូលខមមិនក្នុង Facebook របស់ខ្ញុំដែលខ្ញុំផុសរឿងលោកកែវសវណ្ណហ្នឹងបាទដោយគាត់ខមមិនថា10ឆ្នាំមានប៉ុន្មានដងសូមធ្វើអំពើល្អឲ្យបានច្រើននោះពេលដែលស្លាប់ទៅអ្នកនឹងបានកើតទៅឋានល្អបាទថ្ងៃនេះជាថ្ងៃអបអរសុទ្ធសិលកុំថតគាត់មកចំអកលក់លើយប្រយ័ត្នមួយរស់បាទអរគុណច្រើននៅពាក្យខមមិនរបស់បងស្រីស៊ីវឡុងនេះបាទដែលជាបុគ្គលល្បីមួយរូបក្នុងបណ្ដាញសង្គម TikTok ក៏ដូចជា Facebook បាទហើយគាត់មានមុខរបរជាអ្នកលក់ការ៉េមនៅម្ដុំអង្គជិះព្រះអង្គចប់ទឹកដីខេត្តសៀមរាបបាទបងប្អូនបាទហើយខ្ញុំបាទចង់ឆ្លើយតបទៅបងស្រីស៊ីវឡុងនេះថាអញ្ចេះបាទវីដេអូដែលខ្ញុំធ្វើឲ្យបានលេងសើចសប្បាយទេបាទហ្នឹងហើយបាទបើបងស្រីអត់ដឹងទេបងស្រីចូលមើលវីដេអូខ្ញុំពីដើមរហូតដល់ចប់បាទវីដេអូខ្ញុំច្រើនណាស់បាទមិនថាវីដេអូខ្លីមិនថាវីដេអូវែងឬក៏ទៅទីណាទីចិត្តទីឆ្ងាយទេបាទហ្នឹងហើយបាទមើលឲ្យដឹងឲ្យចាំមកខមមិនបាទហើយថាខ្ញុំទៅលក់លើអីគេបាទខ្ញុំបានលក់លើទេខ្ញុំទៅធ្វើវីដេអូលេងសើចពុកម៉ែបងប្អូនយើងសើចសប្បាយទេបាទហើយក៏មានវីដេអូខ្លះពុកម៉ែបងប្អូនយើងមិនសូវពេញចិត្តដែរបាទហើយក៏អធិស្ឋានដោយមានពេលខ្លះទៅបាទlại bạc bỏ đó cũng mang bốn nhưng mình nuôi vào video lắng mà rồi thì video còn hộp ra hộp ấy đúng mà ba còn mình từ hộp đó mà cây cây đôi mót còn dễ mà bong pi bong có tới sầm ra nhầm dễ to mà sầm ra nó quát mà năng ơi ba năng ơiហើយក៏មានពុកម៉ែបងប្អូនយើងខ្លះទៀតបាទខមមិនពេញចិត្តគាត់ក៏ដូចជាខមមិនជេរឌីលថ្មីគាត់បាទហ្នឹងហើយគាត់អត់បានមើលវីដេអូគាត់ហើយក៏អត់ដឹងពីជីវប្រវត្តិគាត់ច្បាស់លាស់ចេះតែ comment deal គាត់ប៉ាតណាប៉ាតណីបាទមិនមែនរីគុណដើម្បីស្ដាប់បណ្ណាទេគាត់ comment ជេរជន់បលិចហ្មងបាទហ្នឹងហើយបាទខ្ញុំចង់និយាយថាគាត់អត់មានទៅបានបោកប្រាស់អ្នកណាទេបាទហ្នឹងហើយបាទគាត់សុំតែរស់ទេបាទត្រឹមមហា3ពេលសោះបាទហ្នឹងហើយគាត់មានតែបានលុយគាត់ជួយបាទអ្នកសុំទានសុំអីឲ្យតបាទហ្នឹងហើយបាទអាណិតស្រឡាញ់គាត់បាទឲ្យលុយគាត់ចាយឲ្យទៅបងប្អូនកុំឲ្យគាត់ប្រោះព្រំឬក៏ទៅស្ពះគាត់បាទហ្នឹងហើយមើលទៅវាអត់សមមែនបាទគេថាយើងប្រពោសង្គមបាទហ្នឹងហើយឲ្យលុយគាត់ចាយទៅមិនឲ្យគាត់ប្រោះព្រំអីទេគាត់មិនមែនជាអ្នកពូកែស័ក្តិសិទ្ធអីឬក៏ជាលោកអីមនុស្សធម្មតាដូចតែគ្នាយើងទៅស្ពះអញ្ចឹងវាអត់សមបាទហ្នឹងខ្ញុំនិយាយត្រង់បាទហើយខ្ញុំអ្នកឌុបគាត់ច្រើនខ្ញុំស្និទ្ធជាមួយគាត់អញ្ចឹងបាទហ្នឹងហើយមានបងប្អូនខ្លះក៏ខមមិនទៅថាអើយអាអ្នកដុំវាឈួតដូចគ្នាចុះក៏ថាមិនថាទៅបាទណាខ្ញុំអាណិតគាត់បាទអាណិតឆ្លាញ់គាត់នឹងចេះតែជួយខុសជួយអីទៅគេមានបងប្អូនចង់ជួយគាត់អីតិចតួចជាបាទខោអាវវាបាទជាលុយកាក់សម្រាប់ទិញបាយហូបអីចឹងបាទព្រោះថាឥឡូវទីរួមខេត្តសៀមរាបបាទឃើញរៀបចំដណ្ដប់ថ្នមមិនឲ្យមានអ្នកសុំទានសុំអីរញ៉េរញ៉ៃតាមដងផ្លូវទេបាទអញ្ចឹងគាត់ក៏ដាច់បាយដែរបាទហ្នឹងហើយគាត់ដងគាត់ទៅប្រោះព្រំបាទអង្គុយសកកដូចអ្នកសុំទៀតអញ្ចឹងបាទនៅម្ដងបងយាយបងចងឥឡូវអង្គុយដេកបានដោយសារគេរៀបចំស្ដាប់ថ្នប់គេឲ្យអង្គុយគេដេញទាំងអស់បាទបងប្អូនបាទអញ្ចឹងបានថាបាទឈប់ជេរឌីថ្មីគាត់ទៅបាទគាត់សុំតែរស់ទេបាទហ្នឹងហើយគាត់គ្មានបានទៅបោកប្រាស់អ្នកណាទេបាទបងប្អូនសួរតើអ្នកនៅខេត្តសៀមរាបដែរបាទសួរបាទគេដឹងគេឆ្លើយប្រាប់អស់បាទថាចរិតគាត់មិនគាត់ធ្លាប់បោកឯណាអត់បាទហ្នឹងហើយបច្ចេកសតិគាត់មិនសូវល្អទេបាទក៏ប្រកែប្រកាន់គាត់បាទហើយបើមានវីដេអូខ្លះប៉ះពាល់អារម្មណ៍បងប្អូនក៏សូមអធិស្ឋានភ័យទោសបាទភ័យទោសបាទអរគុណច្រើនបងប្អូនបាទហ្នឹងហើយ